សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងបង្ហាញអំពី7ល្បិចសម្ងាត់សន្សំប្រាក់ដែលជនជាតិចិនប្រើដើម្បីអាចមានប្រាក់ច្រើននិងរស់នៅដោយសុខសាន្តចូលមើលទៅលើល្បិចទាំងនេះល្បិចទី1មានគំនិតវិនិយោគពីក្មេងវ័យជនជាតិចិនភាគច្រើនចាប់ផ្ដើមបង្រៀនកូនៗអំពីសារៈសំខាន់នៃការសន្សំប្រាក់ចាប់តាំងពីវ័យក្មេងពួកគេបង្កើតទម្លាប់ឲ្យក្មេងសន្សំប្រាក់ពីចំណូលតូចៗដូចជាប្រាក់ចំណូលពីការលក់អីវ៉ាន់តូចៗឬការជួយការងារនៅផ្ទះពួកគេបង្ហាញថាការសន្សំចាប់ពីវ័យក្មេងនឹងធ្វើឲ្យយល់ពីតម្លៃនៃប្រាក់និងការចំណាយឲ្យបានប្រក្រតីល្បិចទី2ចំណាយតិចជាងចំណូលមនុស្សចិនច្រើនយល់ច្បាស់ថាมันសំខាន់ថាអ្នករកប្រាក់បានប៉ុន្មានទេប៉ុន្តែសំខាន់គឺអ្នកអាចរក្សាប្រាក់បានប៉ុន្មានពួកគេកំណត់ថវិកានិងតាមដានចំណាយប្រចាំថ្ងៃពួកគេនិយមប្រើវិធីដូចជាការសរសេរចំណាយចេញចូលនិងដាក់ថវិកាពិសេសសម្រាប់តែការចំណាយសំខាន់ប៉ុណ្ណោះល្បិចទី3វិនិយោគលើការអប់រំជនជាតិចិនជឿជាក់ថាការវិនិយោគលើចំណេះដឹងគឺជាការវិនិយោគដ៏ខ្ពង់ខ្ពស់បំផុតពួកគេពង្រឹងជំនាញថ្មីៗជានិច្ចដូចជាភាសាបរទេសបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុនិងចំណេះដឹងសេដ្ឋកិច្ចការពង្រឹងខ្លួនឯងនឹងបង្កើនឱកាសរកចំណូលថ្មីៗនិងបង្កើតការរីកចម្រើនក្នុងអាជីពល្បិចទី4មិនគ្រប់គ្រងតាមអារម្មណ៍ពួកគេចេះគ្រប់គ្រងអារម្មណ៍ពេលចំណាយមិនចាំបាច់ទិញអ្វីៗដោយហេតុផលថាសប្បាយចិត្តឬមើលឃើញគេមានហើយខ្លួនឯងក៏ចង់មានដែរពួកគេច្រើនចំណាយលើអ្វីដែលមានតម្លៃប្រើប្រាស់វែងនិងអាចទទួលបានផលប្រយោជន៍យូរអង្វែងការបាញ់លុយដោយគ្មានគំនិតគឺជារបៀបដែលធ្វើឲ្យផ្លូវហិរញ្ញវត្ថុបែកបាក់ល្បិចទី5ចេះប្រើប្រាក់ចំនួនតិចដើម្បីបង្កើតប្រាក់ចំនួនច្រើនគាត់ប្រើប្រាក់ចំនួនតិចដើម្បីចាប់ផ្ដើមអាជីវកម្មតូចៗចំណូលចាប់ផ្ដើមតិចមែនតែដោយការរីកចម្រើនដ៏យឺតៗព្យួរពេលនឹងធ្វើឲ្យក្លាយជាអាជីវកម្មធំឧទាហរណ៍មានអ្នកចិនចាប់ផ្ដើមលក់តែស៊ីវ៉ាល័យតូចៗតែបន្ទាប់មកបានបើកហាងផលិតផលផ្ទាល់ខ្លួននិងលក់តាមអ៊ីនធឺណិតបានជោគជ័យល្បិចទី6មានចំណូលច្រើនប្រភពពួកគេមិនពឹងផ្អែកតែប្រាក់ខែពួកគេច្រើនរកចំណូលបន្ថែមពីការវិនិយោគអាជីវកម្មតូចៗការលក់តាមអនឡាញការផ្ដល់សេវាកម្មឬការចែកចាយផលិតផលការមានចំណូលច្រើនប្រភពនឹងធ្វើឲ្យមានស្ថិរភាពហិរញ្ញវត្ថុនិងកាត់បន្ថយហានិភ័យនៅពេលបាត់បង់ប្រភពចំណូលល្បិចទី7មានគោលដៅហិរញ្ញវត្ថុច្បាស់លាស់មនុស្សចិនភាគច្រើនមានគម្រោងហិរញ្ញវត្ថុយ៉ាងច្បាស់ថាតើពួកគេចង់សន្សំបានប៉ុន្មានក្នុងមួយខែមួយឆ្នាំនិងក្នុងរយៈពេលវែងពួកគេស្ថាបនាគោលដៅដូចជាទិញផ្ទះទិញដីសន្សំសម្រាប់កូនរៀនសិក្សាឬចូលនិវត្តនអាជីពពួកគេកំណត់ថវិកានិងប្រើប្រាក់ឲ្យសមស្របតាមគោលដៅទាំងនេះចុងក្រោយនេះការសន្សំប្រាក់មិនមែនជារឿងពិបាកទេបើអ្នកចេះបង្កើតទម្លាប់ល្អៗនិងមានគំនិតវិនិយោគយើងអាចរៀនពីល្បិចរបស់ជនជាតិចិនដើម្បីអភិវឌ្ឍជីវភាពនិងបង្កើនស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងល្អសូមអរគុណដែលបានទស្សនាកុំភ្លេចចែករំលែកវីដេអូនេះទៅមិត្តភ័ក្តិនិងគ្រួសាររបស់អ្នកផងណាជួបគ្នាពេលក្រោយ